សង្គ្រាមរវាងត្រសក់និងផ្លែត្រាប់វាទាំងអស់បានចាប់ផ្ដើមដោយការលេងសើចដ៏ស្លូតត្រង់មួយប៉ុន្តែអ្វីៗបានកើតឡើងដោយភាពវឹកវរយ៉ាងឆាប់រហ័សត្រាប់ជាទីស្រឡាញ់របស់យើងត្រូវបានរំខានដោយការភ្ញាក់ផ្អើលជីវិតដ៏សុខសាន្តរបស់ពួកគេត្រូវបានបំផ្លាញដោយការវាយប្រហារដ៏ឃោរឃៅរបស់ផ្លែត្រសក់ដោយទុកព្រួយរបស់ពួកគេបានគោរពដល់អ្នកដែលបានស្លាប់នៅក្នុងសមរភូមិដោយស្បត់ថានឹងសងសឹកត្រសក់កំពុងតែសប្បាយប៉ុន្តែពួកគេមិនបានដឹងទេថានេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះដោយសារតែកំហឹងនឹងការតាំងចិត្តត្រាប់បានបាត់ការវាយប្រហារពីលើទឹកដោយជិះលើត្រីយក្សបេសកកម្មរបស់ពួកគេដើម្បីកម្ចាត់សត្រូវតងហើយម្ដងទៀតប្រដាប់ដោយអាវុធដ៏មានអានុភាពពួកគេបានបញ្ចេញការបំផ្លិចបំផ្លាញទៅលើផ្លែត្រសក់ដែលមិនបានដឹងខ្លួននៅលើមេឃគ្រាប់បែកបានហោះទៅលើមេឃខណៈពេលដែលការផ្ទុះបានរំជួយដីដោយបន្សល់ទុកនៅការបំផ្លិចបំផ្លាញជាបន្តបន្ទាប់មួយផ្លែត្រសក់បានក្លាយជាជនរងគ្រោះនៃការវាយប្រហារឥតឈប់ឈរដោយមិនអាចទប់ទល់នឹងកម្លាំងនៃកំហឹងបានត្រសក់ចុះចាញ់សូម្បីតែក្នុងចំណោមការសម្លាប់រង្គាលនិងការបំផ្លិចបំផ្លាញក៏ដោយក៏នៅតែមានក្តីសង្ឃឹមភ្លឹបភ្លែតដែលជាការរំលឹកថាមិនថាវាងងឹតប៉ុណ្ណាទេតែងតែមានពន្លឺរងចាំពួកយើងរឿងនេះបានបង្រៀនយើងឲ្យដឹងថាការសងសឹកគ្នាទៅវិញទៅមកគ្មានទីបញ្ចប់នោះទេអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាក្នុងការទស្សនាសូម Subscribe Like and Share ផងជួបគ្នានៅវគ្គក្រោយ